ចឹងចូលមកកាន់សាច់រឿងយើងមកតបនេះជាមួយនឹងឱកាសរបស់កាយដែលបានចូលមកកាន់ឃ្លាំងស្បៀងក៏បានឆ្លងអំពីស្រូវទាំងអស់នេះថាគណៈពេលដែលខ្លួនចំអិនវាថាខ្លួននឹងអាចបង្កើតបាយពូតដោយដៃរបស់ខ្លួនផ្ទាល់បានដែរឬទេតែជាមួយនឹងការចូលមកដល់របស់អេសាបានស្ដាប់ឮក៏បានចោទសួរអំពីរឿងមួយនេះក៏ដូចជានាងផ្ដាំបញ្ជាក់ទៅកាន់កាយថាចង់ធ្វើវាមែនដែរឬទេតែកាយរបស់យើងមិនប្រកាសថាវាមានរូបរាងយ៉ាងណានៅឡើយខ្លួនគ្រាន់តែសង្ឃឹមថាវាអាចទៅរួចហើយក៏មានរសជាតិឆ្ងាញ់ទៅចោលក៏ធ្វើអេសាបញ្ជាក់ទៅកាន់កាយផងដែរថាកាយធ្លាប់ញ៉ាំវាឯណាមែនទេតែចំណាកាយរបស់យើងមិនដែលធ្លាប់ទទួលបានវាពីមុននៅឡើយនោះហើយក៏ជាមូលហេតុដែលខ្លួនចង់សាកល្បងវាបានម្ដងផងដែរជាមួយនឹងការលើកចាំងអេសាក៏ចង់ឲ្យកាយសាកល្បងវាបានម្ដងផងដែរយ៉ាងណាជាមួយនឹងការនិយាយខ្សឹបរបស់នាងក៏ធ្វើឲ្យកាយរបស់យើងចាប់អារម្មណ៍បាត់ទៅហើយហើយនាងវិញក្រាស់គេចង់ធ្វើឲ្យគេបានត្រឹមតែប្រកែកថាខ្លួនមិនបាននិយាយអ្វីនោះទេយ៉ាងណាកាយក៏បានស្ថិតនៅក្នុងការបន្ទឿនការងារចេញពីសំណាក់លោកម៉ែនសូបាត់ទៅហើយក្នុងការប្រញាប់ប្រមូលស្រូវមួយចំនួនទៅកាន់ឃ្លាំងមួយផ្សេងទៀតតែកាយក៏បានស្ថិតនៅក្នុងការច្រណែនរបស់មិត្តរងក្រុមទៀតបាត់ទៅហើយទាំងដែលអ្វីតែងតែទៅរកកាយដោយខ្លួនឯងចំណែកពួកគេវិញក៏បានខិតខំធ្វើការខ្លាំងណាស់ដែរឯកាយវិញដល់ពេលអញ្ចឹងបានត្រឹមតែស្រែកដាក់គ្នាខ្លួនឯងនោះទេក៏ដូចជាបញ្ញាក្នុងការធ្វើការងារបន្តទៀតផងដែរដែលលោកបារ៉ុនក៏ចង់ធ្វើបែបនេះចង់លាក់ស្បៀងអាហារមួយចំនួនចេញពីភ្នែកអ្នកត្រួតពិនិត្យដែលធ្វើឲ្យលោកអូហាចូលមកចោទសួរអំពីរឿងនេះផងដែរថាដាច់ខាតត្រូវតែធ្វើរឿងបែបនេះមែនទេបើមិនអញ្ចឹងនោះទេវានឹងអាចក្លាយជាបញ្ហាមួយផ្សេងទៀតហើយការបង្ហាញនៅទិន្នផលជាច្រើនទាំងអស់នេះក៏បង្ហាញនៅតម្លៃនៃស្រុកឃុំផងដែរហើយពួកគាត់នឹងមកទទួលបញ្ហាអ្វីនៅឡើយចេញពីសំណាក់អ្នកត្រួតពិនិត្យទាំងអស់នោះជាមួយនឹងការផ្ដល់ភោគផលទាំងអស់នេះខ្លះទៅកាន់ពួកគេតែលោកបារ៉ុនគាត់នៅតែប្រកែកជាមួយនឹងគំនិតនេះដោយសារតែភោគផលវាទៀតទៅហើយសម្រាប់កូនប្រងភូមិដូច្នេះគាត់មិនអាចបំបត្តិចំណាយផ្សេងទៀតបាននៅឡើយយ៉ាងណាអ្នកប្រុសអូហាទទួលថាអ្នកភូមិពួកគេនឹងមិនអីនៅឡើយពួកគេមិនងាយស្លាប់នៅឡើយប្រសិនបើមានបញ្ហាកើតឡើងពួកគាត់ក៏តែផ្ដល់អំណោយមួយចំនួនដែលពួកគាត់ទទួលបានពីរាជធានីហ្នឹងឲ្យទៅកាន់អ្នកភូមិជាមួយនឹងអំណោយធម្មតាពាក់កណ្ដាលទៅតែលោកបារ៉ុនគាត់នៅតែប្រកែកថាការលើកទឹកចិត្តមិនចាំបាច់ធ្វើឡើងច្រើនពេកនោះទេអ្វីដែលជារឿងសំខាន់អ្នកភូមិនឹងត្រូវអត់ឃ្លានរហូតដល់ស្លាប់ព្រោះគាត់តែងតែគិតថាអ្នកភូមិមួយនេះក៏ត្រូវជាកូនចៅម៉ូលិចនេះផងដែរតែពួកគេត្រូវការចំណាយការថែទាំបន្ថែមទៀតទៅកាន់ពួកគេហើយប៉ាពួករបស់កាយក៏បានផ្ដាំនិយាយអំពីអ្នកត្រួតពិនិត្យមកវាកណ្ដាលរបស់ពួកគេនេះផងដែរដោយសារតែតំបន់របស់ពួកគេគឺជាតំបន់សង្គ្រាមមិនដែលទទួលភ្ញៀវផ្ដេសផ្ដាស់នៅឡើយតែវាមិនបានស្ថិតនៅលើបញ្ហាទាំងអស់នោះទាំងស្រុងនោះទេតែជាមួយនឹងការមកដល់របស់មនុស្សរាជធានីដូច្នេះក៏ជាមូលហេតុដែលពួកគេត្រូវយកស្បៀងអាហារទៅលាក់ផងដែរកុំឲ្យនៅមនុស្សទាំងអស់នោះយកវាទៅទាំងអស់ហើយវាក៏ធ្វើឲ្យកាយងងឆ្ងល់ពីអ្នកត្រួតពិនិត្យនឹងផងដែរថាត្រូវជាការឌៀនដែរឬមែនដែរឬទេចាណាលោកម៉ែនសូក៏បានទទួលដោយឆ្នោះបាត់ទៅហើយជាមួយនឹងការបញ្ជាក់ថានិមិត្តសញ្ញាព្រះរបស់ពួកគេក៏ខ្លាំងជាងលោកបារ៉ុនពេលនេះផងដែរក៏ធ្វើកាយភ្ញាក់ផ្អើលជាមួយនឹងការទទួលថាពួកគេនឹងប្រើអំណាចទាំងអស់នេះក្នុងការការពាររាជធានីនៃអាណាចក្រក៏ដូចជាធ្វើការបង្រួបបង្រួមនៅវាលកណ្ដាលទាំងអស់នេះមែនទេចាណាលោកម៉ែនសូក៏មិនច្បាស់ទៅលើរឿងទាំងអស់នេះនៅឡើយហើយពេលនេះក៏ជាពេលមកដល់របស់អ្នកត្រួតពិនិត្យផងដែរហើយលោកវីសាន់ក៏បានធ្វើការណែនាំខ្លួនក្នុងនាមជាបារ៉ុននៃភូមិមួយនេះទៅកាន់លោកខាន់ដាដែលត្រូវជាអ្នកត្រួតពិនិត្យនឹងផងដែរតែលោកម្ចាស់ម្នាក់នឹងក៏បានត្អូញត្អែមកមុនបាត់ទៅហើយអំពីពាក់កណ្ដាលបិសាចមានជាច្រើនបើកការវាបហាមកកាន់គាត់នៅជុំវិញតំបន់នេះដែលធ្វើលោកបារ៉ុនគាត់ចាប់អារម្មណ៍ផ្លេតផងដែរដែលវាគឺជាព្រួញរបស់ពពួកស្វាដល់ពេលអញ្ចឹងអ្នកប្រុសអូហាគាត់គ្មានអ្វីក្រៅពីការសុំទោសនោះទេហើយក៏ដូចជាមិនចង់ជឿថាវាបានកើតឡើងផងដែរដោយសារតែគាត់បានធ្វើការងារនេះទៅហើយចំណាលោកម្ចាស់ម្នាក់នឹងហាក់ដូចជាមិនអស់ចិត្តនៅឡើយទោះបីតែខ្លួនអាចគ្រប់គ្រងការបញ្យុទ្ធវាបានវាមានរហូតជាង10ក្បាលឯណោះក្នុងការលេចចេញមកដែលធ្វើអ្នកនាងចាស់ភ្ញាក់ផ្អើលពីសមត្ថភាពរបស់លោកម្ចាស់ម្នាក់នឹងផងដែរអាចគ្រប់គ្រងការបញ្យុទ្ធជាមួយនឹងពួកវារហូតដល់10ក្បាលបានតែយ៉ាងណាគ្រាន់តែបើកទ្វារមកខ្វាក់មៀតឡើងកតញទឿឡើងកញ្ញងមើលទៅសមត្ថភាពមិនសមនឹងសម្ដីនៅឡើយហើយចេញមកក៏បានចាប់អារម្មណ៍ពីអ្នកនាងចាស់មុនគេផងដែរតែបានលើអំពីភាពល្បាញល្បីនៃអ្នកនាងពណ៌សនៃភូមិលេខមួយនេះយ៉ាងណាជាមួយនឹងការណែនាំខ្លួនរបស់អ្នកនាងចាស់លោកម្ចាស់ម្នាក់នឹងចាប់អារម្មណ៍តែអំពីស្បែកភ្លឺរលោងនោះទេដែលយល់ថាអ្នកនាងចាស់ទទួលបានការចិញ្ចឹមយ៉ាងយកចិត្តទុកដាក់ចេញពីឪពុកយ៉ាងខ្លាំងចាណាអ្នកនាងចាស់ក៏បានប្រកែកបាត់ទៅហើយថាមិនដូចឆ្នោនោះទេខ្លួនគាត់ក៏ត្រូវជាការឌៀនត្រៀមក្នុងការប្រយុទ្ធផងដែរដែលធ្វើលោកម្ចាស់ម្នាក់នឹងប្រកែកបាត់ទៅហើយថាមើលទៅដូចជារអាក់រអួលខ្លាំងណាស់ស្ត្រីមិនស័ក្តិសមនៅឡើយគួរតែស្នាក់នៅក្នុងផ្ទះទៅគួរតែផ្ដោតលើងារស្ត្រីក្រមុំអភិជនជំនួសវិញទៅហើយក៏ដូចជាឆ្លៀតបន្ទោអំពីការធ្វើប្រហែសការងាររបស់អ្នកប្រុសអូហាផងដែរដល់ពេលអញ្ចឹងអ្នកប្រុសអូហាគ្មានអ្វីក្រៅពីការសុំទោសនិងធ្វើការត្រួតពិនិត្យដោយផ្ទាល់ម្ដងទៀតនោះទេក៏ដូចជាធ្វើការនាំផ្លូវលោកម្ចាស់ម្នាក់នឹងចូលទៅកាន់ខាងក្នុងផងដែរតែកាយហាក់ដូចជាចាប់អារម្មណ៍ពីព្រះសង្ឃដែលបានធ្វើដំណើរពីក្រោយបាត់ទៅហើយក៏ដូចជាស្លាកស្នាមឈាមដែលប្រឡាក់ជាមួយនឹងព្រះអង្គផងដែរដែលមើលទៅដកក្បាលនៃសត្វស្វាទាំងអស់នោះប្រហែលជាស្នាដៃរបស់ព្រះអង្គក៏មិនដឹងហើយលោកបរ៉ុនក៏បានប្រទះឃើញផងដែរជាមួយនឹងការចោទសួរទៅថាគាត់ត្រូវជាអ្នកត្រួតពិនិត្យដែរមែនដែរឬទេព្រះអង្គក៏បានទទួលប្រកែកបាត់ទៅហើយថាមិនដូចឆ្នោនោះទេទ្រង់គ្រាន់តែជួបដោយចៃដន្យនៅតាមផ្លូវក្នុងការធ្វើដំណើរជាមួយនឹងគ្នាតែប៉ុណ្ណោះព្រះអង្គមកពីវត្តអារាមហើយក៏
ក៏ដូចជាមានព្រះនាមថាណាដាចំណាយជាមួយនឹងការទទួលស្វាគមន៍របស់លោកបារ៉នជាមួយនឹងព្រះសង្ឃលោកម្ចាស់ម្នាក់នឹងក៏បានធ្វើការទ្រមនិនមកដល់ឃ្លាំងស្បៀងអាហារមុនគេបាត់ទៅហើយជាមួយនឹងចំនួនមានមិនច្រើនដូច្នេះក៏ធ្វើឲ្យលោកម្ចាស់ម្នាក់នឹងវាយប្រហារពាក្យសម្ដីភ្លេផងដែរថាលោកបារ៉នមិនបានធ្វើការវឹកហាត់គ្រប់គ្រាន់តែអីដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់ផលដំណាំដូច្នេះតែអ្នកនាងចាស់ត្រៀមនឹងប្រកាយទៅហើយចំណាលោកបារ៉នក៏បានហាមឃាត់ផ្ដាំនៅការសុំទោសជំនួសវិញហើយលោកម្ចាស់ម្នាក់នឹងក៏បានលុះសម្ដីទៀតផងដែរថាខ្លួនធ្លាប់បានលើថាភូមិដាច់ស្រយាលមួយចំនួនបានលាក់នៅភោផលដំណាំរបស់ពួកគេដែលលោកម្ចាស់ម្នាក់នឹងសង្ឃឹមថាលោកបារ៉ននឹងមិនធ្វើអញ្ចឹងទៅចោះហើយលោកបារ៉នលើអញ្ចឹងក៏បានប្រកាយភ្លាមតែម្ដងជាមួយនឹងការយល់ឡែថាអាកាសធាតុមិនល្អនាថ្មីនេះក៏ធ្វើឲ្យការប្រមូលផលត្រូវបានធ្លាក់ចុះផងដែរតែជាមួយនឹងការលើដូច្នោះលោកម្ចាស់ម្នាក់នឹងក៏បានទៀមទាក្នុងការស្នាក់នៅទីនេះតែម្ដងដល់ពេលអញ្ចឹងលោកបារ៉នគ្មានជំរឿននៅឡើយហើយលោកអូហាក៏ព្រមទទួលដោយក្តីស្មោះត្រង់ដោយការយកចិត្តទុកដាក់អំឡុងពេលដែលលោកម្ចាស់ម្នាក់នឹងកំពុងតែស្នាក់នៅទីនេះហើយជាមួយនឹងការហៅកូនចៅបន្តទៅមុខទៀតដោយក្រអឺតកតុំរបស់លោកម្ចាស់ម្នាក់នឹងនោះក៏ធ្វើអ្នកនាងចាស់ពេលនេះគ្រឿនមិនស្ទើរផងដែរជាមួយនឹងទង្វើទាំងអស់នេះហើយក៏ដូចជាជំរុញឲ្យខ្លួនគាត់ស្ថិតនៅក្នុងប្រពៃណីដែលស្ត្រីគួរតែស្នាក់នៅផ្ទះបានហើយដែលលោកម្ចាស់ម្នាក់នឹងមិនបានយល់អំពីអត្ថន័យនៃការឌៀនទេអីតែលោកបារ៉នក៏បានបន្តអំពីការប្រមាថរបស់កូនស្រីបែបនេះបាត់ទៅហើយតែលោកកណ្ណាម្នាក់នឹងត្រូវជាងារជាអ្នកត្រួតពិនិត្យហើយលោកចាស់ម្នាក់នឹងមកក៏តំណាងឲ្យស្ដេចនៃអាណាចក្រមួយនឹងផងដែរចំណាអ្នកនឹងចាស់ចង់ប្រកាយតែវាបានស្ថិតនៅក្នុងការបន្តបាត់ទៅហើយដែលលោកបារ៉នបញ្ជាក់ថាភូមិឡាញ់មួយនេះគឺជាកម្មសិទ្ធិរបស់អាណាចក្របង្រួមមួយនេះហើយអ្នកនាងចាស់មិនគួរភ្លេចអំពីរឿងនេះនៅឡើយដល់ពេលអញ្ចឹងអ្នកនាងចាស់គ្មានជំរឿននៅឡើយក្រៅពីការទទួលស្គាល់ហើយក្រឡេកមកព្រះសង្ឃឯនេះវិញក៏បានធ្វើការអនុដ្ឋាននៅទិកសលទៅកាន់អ្នកស្លាមកាយឃើញចឹងគ្មានអ្វីក្រៅពីការអស់ព្រះគុណទៅកាន់ទ្រង់នោះទេចំណាទ្រង់គាត់ទទួលថាវាគឺជាកាតព្វកិច្ចរបស់ទ្រង់ហើយកាយវិញក៏បានផ្ដាំប្រាប់អំពីសលៀកបំពាក់ដែលគាត់បានគ្រោតទៅដល់នឹងវាត្រូវបានក្រហកហើយផងដែរដែលធ្វើទ្រង់ទទួលថាទ្រង់មិនបានចាប់អារម្មណ៍អំពីវានៅឡើយហើយមើលទៅទ្រង់ក៏ប្រហែលជាខ្វះការបដិម្ដាលផងដែរតែជាមួយនឹងការនិយាយលេងបែបនេះទ្រង់ក៏បានសួរអំពីកាយរបស់យើងផងដែរដែលត្រូវជាក្មេងមានកម្លាំងកើនឡើងបន្ទាប់ពីផឹកនៅកត់ស្ទមជាច្រើនមែនទេហើយកាយវិញក៏បានទទួលបញ្ជាក់ថាខ្លួនហើយក៏ដូចជាណែនាំខ្លួនទៅកាន់ព្រះអង្គផងដែរហើយទ្រង់វិញក៏បានបញ្ជាក់អំពីទ្រង់ផងដែរថាទ្រង់ទទួលបានអំណាចបែបនេះដូចគ្នានឹងកាយផងដែរដែលទ្រង់នៅឯវត្តអារាមទ្រង់បានទទួលទានកប់ស្ទមជាច្រើនដែលវាបានស្ថិតនៅក្នុងផ្នែកមួយនៃការម្ដងម្ដាលរបស់ទ្រង់ហើយវាក៏បានខ្លាចជាផ្លូវកាត់នៃការទទួលបាននូវអំណាចបែបនេះហើយកាយលើអញ្ចឹងវិញក៏បានបញ្ជាក់អំពីភាពខ្លាំងរបស់ទ្រង់ផងដែរថាវាអាចប្រដូចគ្នានឹងការឌៀនដែរឬទេចំណាទ្រង់ក៏បានបង្ហាញអំពីនៃបិទសញ្ញាព្រះរបស់ទ្រង់បាត់ទៅហើយក៏ធ្វើឲ្យកាយភ្ញាក់ផ្អើលផងដែរថាទ្រង់ក៏ជាការឌៀនម្នាក់ផងដែរតែទ្រង់ក៏បានទទួលបញ្ជាក់បាត់ទៅហើយថាទ្រង់មិនទទួលបានការការពារចេញពីព្រះណាមួយនៅឡើយដែលធ្វើឲ្យកាយផ្ដាំចោតសួរបញ្ជាក់តែម្ដងហើយទ្រង់ក៏ទទួលបញ្ជាក់ផងដែរថានិមិត្តសញ្ញាព្រះនេះអាចកើតឡើងគណៈពេលដែលនរណាគេម្នាក់ធ្វើការបដិបដាជាមួយនឹងការប្រើកត់សមហើយក្រឡេកមកលោកម្ចាស់ដែលត្រូវជាអ្នកត្រួតពិនិត្យនៅនេះវិញទោះបីតែទទួលស្វាគមន៍ដោយអាហារល្អក៏ដូចជាខ្លួនដឹងច្បាស់ផងដែរថាអាហារទាំងអស់នេះអ្នកភូមិនៅទីនេះបានត្រឹមតែសម័យទៅកាន់វាក្នុងការទទួលបានវាញ៉ាំតែប៉ុណ្ណោះនៅតែបង្ខំទៅកាន់អ្នកភូមិឲ្យបម្រើនៅអាហារទាំងអស់នេះមកកាន់ខ្លួនបន្ថែមទៀតដែលខ្លួនត្រូវតែទទួលបានការយកចិត្តទុកដាក់បែបនេះក្នុងនាមជាអ្នកត្រួតពិនិត្យដែលធ្វើអ្នកភូមិបានត្រឹមតែភ្ញាក់ផ្អើលក៏ដូចជាបន្តគ្រឿនជាមួយនឹងចរិតរបស់លោកម្ចាស់អ្នកត្រួតពិនិត្យនឹងនោះទេហើយវាជំរុញឲ្យអាហាររបស់ពួកគេត្រូវបានថយចុះខ្លាំងជាងមុនផងដែរជាមួយនឹងការប្រមាថរបស់លោកម្ចាស់ម្នាក់នឹងពួកគេបានត្រឹមតែសង្ឃឹមនោះទេថាលោកម្ចាស់ម្នាក់នឹងត្រូវបានចាក់ចេញឆាប់នេះហើយពេលនេះព្រះអង្គណាដាក៏បានចូលមកពិភាក្សាជាមួយនឹងកូនម្ដងរបស់គាត់ជាមួយនឹងលោកបារ៉នតែគាត់បានប្រទះឃើញពពួកអង្គនៅយ៉ាងជ្រៅនៃតំបន់ដាច់ស្រយាលនេះហើយវាមិនត្រឹមតែប៉ុណ្្នឹងនោះទេវងអង្គទាំងអស់នោះហាក់ដូចជាធំខុសប្លែកពីធម្មតាតែធ្វើអ្នកប្រុសអូហាលើអញ្ចឹងយល់ថាពួកវាត្រៀមនឹងបើកការវាបហាពេញលេញទន្ទ្រានទឹកដីរបស់មនុស្សតែធ្វើព្រះអង្គទទួលផងដែរជាមួយនឹងការបញ្ជូនកម្លាំងពិសេសរបស់ពួកវាចូលមកជួរមុខដូច្នេះវាក៏ជាអ្វីដែលវត្តអារាមរបស់គាត់កំពុងតែយល់ដូច្នោះផងដែរហើយជាមួយនឹងការគ្រឿនរបស់អ្នកប្រុសអូហាទៅលើរឿងនេះទ្រង់នឹងបដិញ្ញាផងដែរក្នុងការស្វែងរកនៅគោលបំណងពិតរបស់ពួកវាតែក្នុងការបំពេញនៅមហិច្ឆតាមួយនេះទ្រង់មានតែស្នើសុំជំនួយចេញពីលោកបារ៉ននោះទេដោយសារតែទ្រង់មិនច្បាស់លាស់ជាមួយនឹងការទន្ទ្រានតំបន់ដ៏ដាច់ស្រយាលនេះនោះទេប៉ុន្តែលោកបារ៉នមិនចង់ឲ្យទ្រង់អន់លំទោនខ្លាំងពេកនោះទេទម្រាំតែសម្លៀកបំពាក់របស់ទ្រង់ក្រហមហើយជាមួយនឹងការយល់នៅលើរឿងនេះគាត់នឹងជ្រើសរើសមនុស្សរបស់គាត់ក្នុងការអមដំណើរជាមួយនឹងទ្រង់ហើយជាមួយនឹងការទទួលរបស់ទ្រង់កាយពេលនេះក៏បានស្ថិតនៅក្នុងការងារនឹងផងដែរដោយកាយនឹងខានមកចលងភ្នំមួយរយៈក្នុងការចោះទៅស៊ើបអង្កេតជាមួយនឹងបូជាចារ្យតែវាធ្វើឲ្យអាវិន័យមានការព្រួយបារម្ភបាត់ទៅហើយខ្លាចកាយរបស់យើងនឹងលេងមកចលងភ្នំមួយនេះបន្តទៀតកាយលឺអញ្ចឹងក៏បានបញ្ជាក់ឲ្យនាងកុំមានការព្រួយបារម្ភអីដោយសារតែការឌៀនតែងតែមានទំនួលខុសត្រូវរបស់ខ្លួនដូច្នេះខ្លួននឹងត្រឡប់មកវិញដើម្បីការពារនៅចលងភ្នំនេះបន្តហើយនាងលឺអញ្ចឹងគ្មានអ្វីក្រៅពីការលន់មាត់ទៅសារនោះទេហើយជាមួយនឹងការឡើងមកដល់ខាងលើលោកភរិកក៏បានដឹងអំពីដំណើរឆ្ពោះទៅរបស់កាយយើងផងដែរដែលបាននិយាយរឿងនេះជាមួយនឹងកាយតែម្ដងថាពួកវាប្រហែលជាកំពុងតែស្វែងរកអ្វីមួយ
ដូចជាបាក់ពួករបស់វាដែលត្រូវជាអង្គដែលកាយរបស់យើងបានផ្ដួលផងដែរចំណាយជាមួយនឹងការទទួលរបស់កាយថាវាអាចនឹងដូចឆ្នោះនោះវាហាក់ដូចជាធ្វើឲ្យលោកភូរិកមានការព្រួយបារម្ភទៅលើរឿងនេះបាត់ទៅហើយតែកាយឃើញចឹងក៏បានអះអាងថាខ្លួននឹងត្រៀមខ្លួនគ្រប់ពេលប្រសិនបើរឿងបែបនេះវានឹងអាចកើតឡើងហើយពេលនេះជាមួយនឹងការសកម្មរបស់មនុស្សក្នុងការការពារដែនដីអាលោកម្ចាស់ត្រួតពិនិត្យនឹងមិនទាន់ងើបពីដេកនៅឡើយនោះទេហើយពេលនេះអ្នកប្រុសអូហាក៏បានចូលមកបញ្ជាជាមួយនឹងឪពុករបស់ខ្លួនផងដែរដែលបានបញ្ជូនប្អូនស្រីរបស់ខ្លួនទៅដូច្នេះឯលោកបារ៉ុនវិញទោះបីតែដឹងថាការងារនេះគឺជាការងារដែលកូនប្រុសរបស់ខ្លួនតែងតែធ្វើយ៉ាងណាក៏នៅតែត្រូវការកូនប្រុសរបស់ខ្លួនដើម្បីធ្វើការការពារទៅកាន់អ្នកត្រួតពិនិត្យម្នាក់ហ្នឹងហើយវាក៏មិនសូវមានការព្រួយបារម្ភផងដែរដោយសារតែមនុស្សដែលគាត់បានបញ្ជូនទៅជាមួយនឹងនាងនោះសុទ្ធតែជាមនុស្សដែលមានសមត្ថភាពចំណែកឯកាយវិញជាមួយនឹងការឈ្មោះដំណើរទៅនោះអេសាក៏បានធ្វើបាយពូនមកឲ្យបាត់ទៅហើយដោយសារតែនាងឮថាកាយរបស់យើងចង់ញ៉ាំហើយការធ្វើដូច្នេះសង្ឃឹមថាវានឹងដូចគ្នាជាមួយនឹងការចង់បានរបស់កាយតែចោះយ៉ាងណាជាមួយនឹងការសប្បាយចិត្តរបស់កាយនៃការទទួលបានវាជំរុញចិត្តរបស់កាយនៅទៅកាន់ម្ដាយរបស់ខ្លួនបាត់ទៅហើយទាំងដែលខ្លួនម្ដាយធ្លាប់គិតអំពីម្ដាយរបស់ខ្លួនអស់ជាច្រើនឆ្នាំយ៉ាងណាវាក៏បានស្ថិតក្រោមការជំរឿនរបស់លោកម៉ែនសូទៀតបាត់ទៅហើយកាយរបស់យើងដល់ពេលអញ្ចឹងគ្មានអ្វីក្រៅពីការអរគុណទៅកាន់អេសានោះទេសម្រាប់អាហារទាំងអស់នេះតែជាមួយនឹងការចាក់ចែងមនុស្សកាយរបស់យើងនៅតែមានការងើយឆ្ងល់អំពីបាយពូតមួយនេះស្ថិតនៅក្នុងអ្វីដែលខ្លួនបានស្រមៃឃើញវាហាក់ដូចជាមានអ្វីដែលខ្មៅរំជាមួយនឹងវាហើយពេលនេះជាមួយនឹងការសម្រាកអង្កេតអំពីស្ថានភាពជំវិញអ្នកនាងចាស់ហាក់ដូចជាចង់សួរគំនិតចេញពីកាយរបស់យើងអំពីស្ត្រីដែលគួរនៅតែផ្ទះមែនដែរឬទេនោះវាក៏បានស្ថិតនៅក្នុងការស្ទាក់ស្ទើររបស់គាត់ក្នុងការសួរបាត់ទៅហើយវាក៏ចំពេលដែលគ្នាបានរកឃើញអ្វីដែលកំពុងតែកើតឡើងនៅខាងមុខគ្មានអ្វីក្រៅពីជំរុញឲ្យពួកគាត់បញ្ញាក្នុងការចូលទៅមើលនោះទេតែវាពោពេញទៅដោយសាកសពវងស្វានិងអង្គដែលមើលទៅពួកអកហាក់ដូចជាមិនទន្ទ្រានទឹកដីរបស់វងស្វាដែលមាននៅទីនេះដោយសារតែសាកសពវងស្វាវាមានច្រើនជាងពពួកអង្គក៏ធ្វើឲ្យបូជាចារទទួលផងដែរថាកម្លាំងសំខាន់របស់អង្គកំពុងតែមានបុគ្គលដ៏មានអំណាចក្នុងការដឹកនាំនៅវត្តមានរបស់ពួកវាដែលធ្វើកាយរបស់យើងឃើញចឹងមានការងើងឆ្ងល់ផងដែរអំពីគោលបំណងរបស់អង្គថាពួកវាកំពុងតែព្យាយាមធ្វើអ្វីទៅចាណាអ្នកនាងចាស់យប់មិញហាក់ដូចជាបានលួចស្ដាប់អំពីការពិភាក្សារបស់ឪពុកខ្លួនជាមួយនឹងបូជាណាដាយោងតាមការសន្និដ្ឋានរបស់ពួកគាត់អកហាក់ដូចជាមានគោលបំណងអ្វីមួយហើយវាក៏ជាមូលហេតុដែលបូជាណាដាកំពុងតែស្វែងរកនៅហេតុផលទាំងអស់នេះផងដែរដែលធ្វើបូជាចាចូលមកនិយាយផងដែរថាឥទ្ធិពលរបស់ព្រះមិនដែលមើលរំលងនៅឡើយទោះបីតែវាស្ថិតនៅក្នុងតំបន់ឆ្ងាយយ៉ាងណាក៏ដោយហើយអ្វីដែលគាត់ដេញតាមនៅសកម្មភាពរបស់អកទាំងអស់នេះគាត់ក៏ចង់ដឹងអំពីព្រះរបស់ពួកវានិងភ្នោព្រះរបស់ពួកវាផងដែរអ្វីដែលពពួកសត្វទាំងអស់នេះជឿថាព្រះនឹងផ្ដល់អំណាចមិនគួរឲ្យជឿទៅកាន់ពួកវាដូច្នេះក៏ត្រូវធ្វើឲ្យបូជាចាធានាបានមុនផងដែរថាអំណាចទាំងអស់នេះមិនត្រូវធ្លាក់ចូលកំដាប់ដៃរបស់ពាក្យកណ្ដាលបិសាចនៅឡើយហើយការស្វែងរកនៅឥទ្ធិពលរបស់ព្រះក៏ជាការងារបន្ថែមរបស់ទ្រង់ផងដែរក្នុងការនាំយកឥទ្ធិពលមួយនេះទៅកាន់សាលខ្មោចនៃអាណាចក្របង្រួមមុនពេលដែលពាក្យកណ្ដាលបិសាចអាចទទួលបាននៅឥទ្ធិពលទាំងអស់នេះហើយជាមួយនឹងការយល់ដូច្នេះទៅឲ្យបូជាចាក៏បានបញ្ជាក់បន្ថែមផងដែរអំពីទំនាយរបស់សម្ដេចសង្ឃដែលទ្រង់បាននិយាយថានឹងមានវិញ្ញាណព្រៃនឹងភ្ញាក់ឡើងនៅតំបន់ដាច់ស្រយាលនេះដែលអំណាចរបស់វាអាចឈានទៅដល់ឋានសួគ៌ប្រៀបប្រដូចនឹងបាក់សីកំពុងតែហោះឡើងកាន់តែខ្ពស់ក៏ដូចជាឥទ្ធិពលរបស់វាមានទាំងពន្លឺនិងភាពងងឹតល្អនិងអាក្រក់ភាពភ័យខ្លាចនឹងការគោរពរួមចូលជាមួយនឹងគ្នាផងដែរដែលធ្វើកាយរបស់យើងភ្ញាក់ព្រឺតែម្ដងជាមួយនឹងការឆ្ងល់ថាវិញ្ញាណដែលត្រូវភ្ញាក់ឡើងនោះអាចជាព្រះនៃចលងភ្នំដែរឬទេដែលធ្វើកាយយល់ថាពពួកអង្គទាំងអស់នោះកំពុងតែស្វែងរកនៅវត្តមានរបស់ខ្លួនហើយជាមួយនឹងស្ថានភាពទាំងអស់នេះក៏ធ្វើឲ្យកាយយល់អំពីកម្លាំងប្រយុទ្ធរបស់ពពួកអង្គទាំងអស់នេះផងដែរដែលវាខុសគ្នាខ្លាំងជាមួយនឹងពពួកអង្គដែលខ្លួនបានជួបនៅឯចលងភ្នំហើយជាមួយនឹងការឈ្មោះមកដល់ភូមិមួយកន្លែងទៀតភូមិមួយនឹងក៏ហាក់ដូចជាទទួលរងការវាយប្រហារចេញពីពពួកអង្គផងដែរទោះបីតែវានឹងអាចមានគ្រោះថ្នាក់យ៉ាងណាក៏ដោយអ្នកនាងចាស់គាត់មិនអាចអើពើជាមួយនឹងទង្វើបែបនេះបាននៅឡើយយ៉ាងណាជាមួយនឹងការទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនេះពួកគេមិនមែនជាមនុស្សនៅឡើយគឺជាអំបូរយូសេឡាហើយពួកគេក៏ត្រូវជាអំបូរសត្វដែលមានភាពស្ងប់ស្ងៀមក៏ដូចជារក្សានូវសន្តិភាពមិនដែលបៀតបៀនមកកាន់មនុស្សនៅឡើយតែអ្នកនាងចាស់នៅតែភ្ញាក់ផ្អើលអំពីស្នេហ៍របស់ពួកគេដែលត្រូវបានកាត់ផ្ដាច់តែជាមួយនឹងការយល់ច្បាស់ថាវាគឺជាស្នាដៃរបស់ពពួកអង្គពួកគាត់គ្មានអ្វីក្រៅពីការប្រុងប្រយ័ត្ននៅឡើយជាមួយនឹងការបញ្ញាចាក់ចេញពីទីនេះឲ្យបានលឿនចំណាអ្នកនាងចាស់ក៏មិនបានគិតដូច្នោះនៅឡើយចំណាជាមួយនឹងការវិបហាទៅតែបញ្ចប់ដូច្នេះវានឹងអាចនៅសេសសល់អ្នកដែលបានរត់កេញក៏ដូចជាកំពុងតែលាក់ខ្លួននៅទីនេះផងដែរដែលគាត់ចង់ជ្រៀតខ្លួនទៅជួយសង្គ្រោះនៅវត្តមានរបស់ពួកគេទោះបីតែកូនចៅរបស់ពួកគាត់មានការព្រួយបារម្ភខ្លាំងយ៉ាងណាក៏ដោយក៏នៅតែមិនអាចបកបង់នៅពពួកយូសេឡានេះចោលបាននៅឡើយតែជាមួយនឹងការអះអាងរបស់បូជាចាថាការជ្រៀតខ្លួនចូលដូច្នេះវានឹងអាចជំរុញឲ្យគាត់មាននៅតម្រុយខ្លះចេញពីព្រះដែលគាត់កំពុងតែស្វែងរកបានខ្លះផងដែរដល់ពេលចឹងលោកម៉ែនសូក៏បានបែងចែកជាពីរក្រុមតែម្ដងដោយឲ្យកាយទៅជាមួយនឹងបូជាចាសម្រាប់ស្វែងរកតម្រុយនៃព្រះសម្រាប់ពួកគាត់ស្វែងរកនៅមនុស្សដែលសេសសល់តែស្ថានភាពវាហាក់ដូចជាស្ងាត់សូន្យបាត់ទៅហើយដែលហាក់ដូចជាគ្មានមនុស្សនៅទីនេះបន្តទៀតនោះទេដែលធ្វើពួកគាត់ត្អូញត្អែរអំពីភាពខុសខើរបស់ពពួកអង្គទាំងអស់នេះផងដែរតែជាមួយនឹងឈាមស្រស់ដែលតក់នៅទីនេះអ្នកនាងចាស់ក៏បានគិតថាអ្នកកំពុងតែទទួលរងរបួសធ្ង
នប្រហែលជាកំពុងតែលាក់ខ្លួននៅក្បែរនេះជាមួយនឹងការសង្ស័យរបស់ពួកគាត់ក៏បានឈ្មោះទៅរកមនុស្សទាំងអស់នោះផងដែរចំណែកឯកាយនឹងបូជាចាណាវិញក៏បានជ្រៀតខ្លួនចូលភ្នូររបស់ព្រះអំបូរយូសេឡាយ៉ាងណាជាមួយនឹងការបញ្ឆេះឡើងនៅអណ្ដាតភ្លើងសម្រាប់បំភ្លឺផ្លូវរបស់បូជាចាក៏ធ្វើឲ្យកាយមានការប្រួយបារម្ភខ្លាចអង្កមានការលាក់ខ្លួននៅទីនេះតែវាជំរុញឲ្យបូជាចាចាប់អារម្មណ៍ទៅកាន់កាយរបស់យើងវិញហាក់ដូចជាមិនមានការភ្ញាក់ផ្អើលជាមួយនឹងការបញ្ចេញអណ្ដាតភ្លើងរបស់គាត់នោះឡើយដែលធ្វើគាត់យល់ថាកាយរបស់យើងប្រហែលជាធ្លាប់ឃើញវាពីមុនមកដែលធ្វើកាយទទួលថាខ្លួនគ្រាន់តែធ្លាប់លើវាពីមុនមកតែប៉ុណ្ណោះយ៉ាងណាជាមួយនឹងការចាប់អារម្មណ៍របស់ទ្រង់លើពាក្យសម្ដីនេះកាយក៏បានផ្ដាំចំអល់ទៅកាន់ភ្នូរនៅចំពោះមុខបាត់ទៅហើយក្រឡេកមកអ្នកនាងចាស់ណែវិញដោយគិតថាមនុស្សកំពុងតែលាក់ខ្លួននៅខាងក្នុងក៏បានផ្ដាំប្រកាសឲ្យពួកគេចាកចេញមកដោយសារតែក្រុមរបស់ពួកគាត់មិនមែនជាសត្រូវនោះឡើយតែទ្វារក៏ត្រូវបានរបើកឡើងបន្សល់ត្រឹមតែសាកសពរបស់អង្គមួយតែប៉ុណ្ណោះហើយក្រឡេកមកណែវិញជាមួយនឹងការប្រទះនឹងសេឡាចរិងបូជាចាទ្រង់ក៏បានដកនៅកំណត់ត្រារបស់គាត់ដោយសារតែគាត់មិនអាចស្អាននៅសេឡាចរិកនេះបាននោះឡើយប្រសិនបើគ្មាននៅកំណត់ត្រាទាំងអស់នេះដោយសារតែទ្រង់គឺជាមនុស្សម្នាក់ដែលគ្មានព្រះការពារនោះឡើយដល់ពេលអញ្ចឹងកាយរបស់យើងក៏បានទុកឱកាសឲ្យគាត់ធ្វើវាតែម្ដងចំណាដើរចូលឡើងនៅក៏បានប្រទះនឹងសាកសពរបស់យូសេឡាម្នាក់កំពុងតែដេកដួលនៅទីនោះហើយជាមួយនឹងការនាំយកសាកសពរបស់នាងមកខាងក្រៅក៏ធ្វើឲ្យបូជាចាចាប់អារម្មណ៍ពីការរកឃើញសាកសពរបស់អុកមានត្រឹមតែ3ផងដែរតែមើលទៅការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនេះហាក់ដូចជាមិនបានទទួលរងពីការវាយប្រហារនៃកងកម្លាំងសំខាន់របស់អុកនោះឡើយហើយយោងតាមសម្លៀកបំពាក់របស់ស្ត្រីដែលគាត់បាននាំយកមកនេះក៏ប្រហែលជាបារ៉ុនរបស់ភូមិមួយនេះផងដែរដែលធ្វើអ្នករកគ្នាផ្ដាំនៅការភ្ញាក់ផ្អើលដែលស្ត្រីក៏មានភាពក្លាហានក្នុងនាមជាបារ៉ុនផងដែរយ៉ាងណាជាមួយនឹងការទទួលរងការកាប់យ៉ាងធ្ងន់ចេញពីពពួកអង្គក៏ធ្វើអ្នកខ្លះទទួលបាត់ទៅហើយថាស្ត្រីទោះបីតែទទួលការការពារចេញពីព្រះយ៉ាងណាក៏ដោយមិនអាចខ្លាំងគ្រប់គ្រាន់ក្នុងការផ្ដួលកម្លាំងរបស់អង្គនោះឡើយតែធ្វើអ្នកនាងចាស់ដាក់ភ្នែកទៅផ្លេតតែម្ដងធ្វើពួកគេគ្មានអ្វីក្រៅពីបញ្ញាក្នុងការបិទមាត់នោះទេតែចំណាបូជាចាក៏បានបង្ហាញអំពីលទ្ធភាពដែលអ្វីដែលនាងអាចធ្វើបានបាត់ទៅហើយដែលអស់ទាំងអស់សុទ្ធតែទទួលរងរបួសចេញពីអាវុធស្ត្រីដែលត្រូវជាបារ៉ុនម្នាក់នេះហើយនាងក៏បានបង្កើតនូវការប្រយុទ្ធដ៏អស្ចារ្យក្នុងការផ្ដួលអស់ទាំង3ក្បាលនេះផងដែរដែលធ្វើអ្នកនាងចាស់ចាប់អារម្មណ៍និងភ្ញាក់ផ្អើលអំពីសមត្ថភាពរបស់នាងមិនស្ទើរនោះទេហើយការវាយប្រហារនេះស្ថិតនៅក្នុងការប្រមូលស្នែងយូសេឡាដែលជាតម្លៃខ្ពស់ក្នុងរឿងនេះហើយការស្រ័យរបស់ពួកគេក៏ធ្វើឲ្យបារ៉ុនស្ត្រីម្នាក់នេះបានលើអំពីការស្រ័យរបស់ប្រជាជនខ្លួនដែលនាងមិនអាចបណ្ដោយឲ្យប្រជាជនរបស់ខ្លួនត្រូវបានហូរឈាមដាបនោះឡើយដែលនាងបានដើរតួជាខាក្នុងការជំនះខ្លួនអ្នកដតីផ្សេងទៀតដែលនោះក៏ជាមូលហេតុដែលបាត់នៅវត្តមានរបស់មនុស្សសូនឆឹងផងដែរយ៉ាងណានាងនៅតែខ្លាចជាមនុស្សល្ងងខ្លៅដែលមិនចេះបានប្រមាណអំពីកម្លាំងរបស់ខ្លួនឯងតទល់ជាមួយនឹងពពួកអង្គដែលមានកម្លាំងដ៏អស្ចារ្យបែបនេះដែលធ្វើអ្នកនាងចាស់ទទួលផងដែរថាស្ត្រីបារ៉ុនម្នាក់នេះដឹងអំពីអត្តពលរបស់ខ្លួនច្បាស់ទៅហើយដែលមិនអាចប្រឆាំងជាមួយនឹងសត្រូវដែលមានអត្តពលខ្លាំងដល់ថ្នាក់នេះតែបូជាចាស់ក៏បាននិយាយជាមួយនឹងអ្នកនាងចាស់បាត់ទៅហើយថាស្ត្រីបារ៉ុនម្នាក់នេះអាចយកឈ្នះអំពីអ្វីដែលអ្នកនាងចាស់កំពុងតែកិនដែលនោះអ្នកនាងចាស់ប្រហែលជាអាចធ្វើវាបានផងដែរដោយនឹងស្ត្រីបារ៉ុនម្នាក់នេះកំពុងតែធ្វើដែលវាគឺជាសេចក្តីស្រឡាញ់ចំពោះមនុស្សដែលនាងបានជួយជំរុញឲ្យនាងយកឈ្នះនៅភាពភ័យខ្លាចដ៏អស្ចារ្យជាមួយនឹងការបញ្ជាក់របស់អ្នកនាងចាស់ទ្រង់ក៏បានទទួលបន្ថែមផងដែរថាសេចក្តីស្រឡាញ់នោះហើយគឺជាអ្វីដែលការឌៀនត្រូវតែមានដែលធ្វើឲ្យកាយទទួលបន្ថែមថានោះហើយគឺជាភាពមិនរញរាទោះបីតែដឹងថាសត្រូវខ្លាំងប៉ុណ្ណាក៏ដោយតែនោះហើយគឺជាអត្តន័យពិតនៃទំនួលខុសត្រូវរបស់ការឌៀនដែលធ្វើឲ្យគ្នារបស់កាយបានមើលងាយទៅកាន់ស្ត្រីនោះក៏រៀងរអៀខ្លួនខ្លាំងចំពោះពាក្យសម្ដីរបស់ខ្លួនដែលបាននិយាយផងដែរហើយវាក៏បានខ្លាចជារឿងមួយដកនៅក្នុងចិត្តរបស់អ្នកនាងចាស់ផងដែរហើយជាមួយនឹងការរៀបចំភ្នូរឲ្យបានត្រឹមត្រូវឲ្យពួកគេនោះបូជាចាស់ក៏បានចាប់អារម្មណ៍ពីបារ៉ុនម្នាក់នេះផងដែរហាក់ដូចជាបានផ្ទេរកលស្ទន់ទៅកាន់នរណាគេម្នាក់ផ្សេងមួយទៀតហើយជាមួយនឹងព្រះដានដីមួយកន្លែងអាចមានត្រឹមតែមួយនោះក៏ជាមូលហេតុដែលវងអោសំខាន់ឈ្មោះទៅរកកន្លែងផ្សេងមួយទៀតផងដែរហើយពេលនេះជាមួយនឹងសមរភូមិអង្គនិងវងស្វាដែលពួកគាត់បានជួបប្រទះនេះកម្លាំងអង្គនឹងអាចបំបែកជាពីរផ្លូវតែមួយក្រុមបានស្ថិតនៅក្នុងភូមិដែលពួកគាត់កំពុងតែជួបប្រទះនេះតែមួយក្រុមទៀតអាចជាកងកម្លាំងសំខាន់ឈ្មោះចូលទៅកាន់ក្នុងព្រៃហើយវាក៏ប្រហែលជាមានភ្នូររបស់ព្រះកំពុងតែស្ថិតនៅទីនោះផងដែរដែលធ្វើឲ្យកាយដឹងចឹងក៏ភ្ញាក់អព្រើតែម្ដងដែលនោះវាគឺជាជលងភ្នំរបស់ខ្លួនផ្ទាល់ក៏បានសម្រេចប្រកាសខ្លួនស្ថិតចូលទៅកាន់ជួរមុងដែលកាយរបស់យើងចង់ទៅឃើញហេតុការណ៍នេះដោយផ្ទាល់តែម្ដងក៏ដូចជាទទួលយកគោលដៅរបស់បូជាចាស់កំពុងតែស្វែងរកផងដែរដោយសារតែកាយរបស់យើងហ៊ានសម្រេចចិត្តបែបនេះព្រោះកាយបានទុកចិត្តអំពីសមត្ថភាពល្បឿនរបស់ខ្លួនដែលធ្វើបូជាចាស់គ្មានអ្វីក្រៅពីសរសើរទៅកាន់កាយនោះទេក៏ដូចជាយល់ព្រមតាមសំណើរបស់កាយផងដែរហើយកាយក៏បានព្រមទទួលក្នុងការចាត់ចែងធ្វើតែម្ដងហើយលោកភូរិចឯណាវិញក៏កំពុងតែពិភាក្សាផងដែរតែក៏ហាក់មានការសង្ស័យទៅលើអ្វីមួយក៏បានប្រើភាសាមនុស្សក្នុងការជជែកគ្នាដែលវាអាចខ្លាចជាភាសាមួយដែលគ្មាននរណាគេម្នាក់នឹងអាចស្ដាប់យល់ដែលនោះជំនួយការរបស់គាត់បានប្រាប់អំពីពពួកអង្គកំពុងតែឈ្មោះគោលដៅមកកាន់ចលងភ្នំមួយនេះដល់ពេលអញ្ចឹងលោកភូរិចក៏បានឲ្យខេចាស់ម្នាក់នឹងនាំយកមនុស្សពីរបីនាក់ទៅស៊ើបអង្កេតបន្ថែមហើយក៏ដូចជាខ្លួនគាត់នឹងទៅអង្កេតដោយផ្ទាល់ផងដែរស្ថិតនៅក្នុងជួរមុខតែម្ដងដោយសារតែគាត់ចាស់ទៅហើយគួរតែធ្វើអ្វីតាមអ្វីដែលអាចធ្វើទៅបានឯកាយរបស់យើងក៏កំពុងតែបញ្ញារត់ទៅយ៉ាងលឿនផងដែរ